ផ្នែកនៃសពាវុធសេដ្ឋកិច្ចនយោបាយនិងយោធាបានបន្តប្រកាសស្មារគ្នាជាថ្មីទៀតដែលជាសញ្ញាបង្ហាញពីសម្ព័ន្ធមិត្តប្រឆាំងការជ្រៀតជ្រែកណាមួយដែលនាំទៅដល់ភាពគ្មានសណ្ដាប់ធ្នាប់របស់ពិភពលោកក្នុងពេលរដ្ឋជាភាគីនីមួយៗកំពុងបន្តញាំញីដោយសង្គ្រាមកាសែត The South China Morning Post បានរាយការណ៍នៅថ្ងៃព្រហស្បតិ៍ពីដំណើរបំពេញទស្សនកិច្ចរបស់លោក Emmanuel Macron ប្រធានាធិបតីបារាំងនៅចិនដីគោកការបង្ហាញវត្តមានជាថ្មីរបស់លោក Macron នេះនៅចំពេលដែលចិននិងជប៉ុនកំពុងមានភាពតានតឹងនឹងគ្នាទាក់ទងការប្រកាន់ជំហររឿងដែនកោះតៃវ៉ាន់ហើយបញ្ហានៅអ៊ុយក្រែននេះគឺសហគមន៍អឺរ៉ុបដែលមានបារាំងមួយជាខ្នងបង្អែករបស់ទីក្រុងគៀវនិងជាអ្នកខ្នះខ្នែងក្នុងវិបត្តិអ៊ុយក្រែនរុស្ស៊ីនេះដល់សកម្មមួយដែរទំនងជាវត្តមាននៅចិនដីគោកលើកនេះអាចជាការស្វែងរកសម្លេងគាំទ្រពីសមាភិកីចិននៅក្នុងសង្គ្រាមឈ្លានពានរបស់រុស្ស៊ីទៅលើអ៊ុយក្រែនយ៉ាងណាលោកស៊ីជីនពីងបានប្រាប់លោកម៉ាក្រុងនៅក្នុងជំនួបទ្វេភាគីនៅក្នុងសប្តាហ៍នេះថាប្រទេសចិននិងបារាំងត្រូវការយល់ដឹងនិងការគាំទ្រគ្នាទៅវិញទៅមកជំនួបកម្ពុជារវាងមហាអំណាចទាំងពីរលើកនេះត្រូវគេទំនាយឲ្យដឹងពីការចុះកិច្ចព្រមព្រៀងចំនួន12ចំណុចក្នុងនោះផ្ដោតសំខាន់ទៅលើអាវុធនុយក្លេអ៊ែររួមទាំងសង្គ្រាមនៅអ៊ុយក្រែនផងដំណើរបំពេញទស្សនកិច្ចដែលចាប់ផ្ដើមកាលពីថ្ងៃពុធនិងគ្រោងបញ្ចប់ទៅវិញនៅថ្ងៃសុក្រនៅក្នុងសប្តាហ៍នេះលោកស៊ីជីនពីងបានឯកភាពគ្នាជាគោលការណ៍លើភាពស្មោះត្រង់ប្រកាន់ភ្ជាប់នៅពហុភាគីនិយមផ្ដល់នូវកិច្ចសន្ទនាស្មើភាពគ្នានិងកិច្ចសហប្រតិបត្តិការបើកចំហជាពិសេសត្រូវបង្ហាញយ៉ាងពេញលេញនៅតម្លៃជាយុទ្ធសាស្ត្រនិងឥទ្ធិពលសកលនៃទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយចិនបារាំងបើទោះជាបែបណាការណាត់ជួបជាថ្មីទៀតរវាងមហាអំណាចយៈទាំងពីរលើកនេះមិនមែនជារឿងដែលគប់ជួនប៉ុន្មាននោះឡើយផែនការស្វែងរកសន្តិភាពនៅអ៊ុយក្រែនដែលស្នើឡើងដោយសហរដ្ឋអាមេរិកនោះបានធ្វើឲ្យសមាជិកក្នុងប្លុកសហគមន៍អឺរ៉ុបមិនសប្បាយចិត្តទាល់តែសោះទៅនឹងផែនការនេះដោយឡែកចិនឯនេះវិញក៏កំពុងតែទទួលរងសម្ពាធមិនតិចណាស់ដែរបន្ទាប់ពីជប៉ុនបង្ហាញសាច់ដុំរបស់ខ្លួនប្រកាន់ជំហរគាំទ្រក្នុងចំនួនដែនកោះតៃវ៉ាន់នោះថាត់ក្រុមហេតុផលនេះហើយប្រហែលជាជំនួបជាថ្មីទៀតនៅពេលនេះទាំងទីក្រុងប៉េកាំងនិងទីក្រុងប៉ារីសអាចជាមធ្យោបាយជួយគ្នាបានខ្លះប្រសិនបើមានហេតុការណ៍ដ៏អាក្រក់ណាមួយកើតឡើងទាំងចំនួនរុស្ស៊ីអ៊ុយក្រែននិងទីក្រុងតូក្យូជាមួយនឹងទីក្រុងប៉េកាំងនោះយ៉ាងណាមកដល់ពេលនេះទាំងបារាំងនិងចិនសុទ្ធតែបាននិយាយក្នុងសម្លេងតែមួយជាមួយគ្នាហើយថាភាគីទាំងពីរត្រូវជួយគ្នាទៅវិញទៅមកតាក់ទងនឹងផលប្រយោជន៍ស្នូលរបស់ប្រទេសទាំងពីរនិងកង្វល់ធំៗរបស់ពិភពលោកដែរ